សិល្បៈក្នុងការប្រែយុទ្ធវិធីឬមុខវិយើងតែងតែនិយាយថាល្បិចនោះទៅលើចិត្តរបស់នរណាម្នាក់មួយចិត្តមានល្បិចទីមួយនេះគឺអាត្មាចង់និយាយតាក់ទងជាមួយនឹងរឿងមួយដែលតាក់ទងជាមួយនឹងនិស្សិតពីរនាក់ដែលជាមិត្តសម្លាញ់នឹងគ្នាពួកគេរស់នៅក្នុងអន្តរសិក្សនិងមូលដ្ឋានដូចគ្នាហើយព្រមនោះគឺមាននិស្សិតម្នាក់ក៏ចាប់ផ្ដើមនិយាយពាក្យជាច្រើនអប្រយោជន៍ឯនិស្សិតមួយទៀតដែលជាមិត្តសម្លាញ់របស់ខ្លួនក៏បានគិតថាមិត្តរបស់ខ្លួនប្រហែលជាមានបញ្ហាផ្នែកខួរក្បាលក៏នាំទៅមន្ទីរពេទ្យផ្នែកចិត្តសាស្ត្រហើយក៏ប្រាប់លោកគ្រូពេទ្យថាលោកគ្រូពេទ្យមេត្តាជួយពិនិត្យចិត្តរបស់មិត្តខ្ញុំផងខ្ញុំជឿថាខួរក្បាលរបស់គាត់ប្រកាសជាមានបញ្ហាខុសប្រក្រតីជាជាពុំខានខណៈនោះនិស្សិតដែលត្រូវបានមិត្តនាំទៅក៏បាននិយាយទៅកាន់លោកគ្រូពេទ្យថាលោកគ្រូពេទ្យតាមពិតទៅខ្ញុំមកទីនេះដើម្បីនាំគាត់មកព្យាបាលទៅវិញទេលោកគ្រូពេទ្យក៏ស្រឡាញ់កាំងមិនយល់សោះថាអ្នកណាជាអ្នកមកទីនេះដើម្បីព្យាបាលឲ្យពិតប្រាកដសកម្មភាពខាងលើនេះហើយដែលអាត្មាចង់និយាយថាចិត្តរបស់មនុស្សគឺអាចបត់បែនទៅតាមការគិតរបស់មនុស្សបានយ៉ាងរហ័សជាទីបំផុតក្នុងមួយប្រព្រឹត្តផ្នែកតែប៉ុណ្ណោះសម្បីតែព្រះពុទ្ធក៏ព្រះអង្គសម្ដែងថាចិត្តរបស់មនុស្សគឺប្រៀបបានទៅនឹងសត្វស្វាអញ្ចឹងគឺក្រឡេកមែនតើ2ចិត្តគ្មានការគ្រប់គ្រងការគិតត្រូវបានដឹកនាំដោយហេតុផលត្រឹមត្រូវជានិច្ចប្រសិនបើយើងដឹកនាំដោយមិនសមហេតុផលនិងហេតុផលមិនត្រឹមត្រូវនៅពេលវាផ្ទុះឡើងនៅសកម្មភាពនានាយើងនឹងមិនមានអំណាចអ្វីដើម្បីគ្រប់គ្រងវាឡើយប្រសិនបើយើងចង់ឈ្នះចិត្តអ្នកដទៃត្រូវចេះគ្រប់គ្រងចិត្តរបស់ខ្លួនឯងជាមុនសិនប្រសិនបើយើងចង់ធ្វើជាមេគេត្រូវធ្វើជាមេនៅលើចិត្តរបស់យើងជាមុនសិន3ចិត្តរបស់មនុស្សប្រៀបបីដូចជាឆាតវាជួយយើងបានល្អបំផុតនៅពេលដែលយើងបើកវាប្រើតែប៉ុណ្ណោះដូច្នេះបើទោះបីជាអ្នកស្ថិតនៅក្នុងតំណែងការងារអ្វីក៏ដោយឬជាអ្នកសិក្សាក៏ត្រូវចេះបើកចិត្តទទួលយកនៅអ្វីៗដែលថ្មីដើម្បីជាការឆ្ពោះទៅរកភាពជោគជ័យផងដែរ4មូលដ្ឋាននៃច្បាប់ចិត្តនៅពេលដែលអ្នកឃើញអ្នកនឹងមានអារម្មណ៍នៅពេលដែលអ្នកមានអារម្មណ៍អ្នកនឹងមានការគិតនៅពេលដែលអ្នកមានការគិតអ្នកនឹងមានឆន្ទៈនៅពេលដែលអ្នកមានឆន្ទៈអ្នកនឹងមានសកម្មភាពហើយនៅពេលដែលអ្នកមានសកម្មភាពអ្នកនឹងទទួលបានលទ្ធផលដូច្នេះនៅក្នុងជីវិតយើងក៏ត្រូវតែចេះដើរមើលឬអង្កេតអ្វីដែលថ្មីដើម្បីជាការគិតថ្មីនិងទទួលបានលទ្ធផលថ្មីមនុស្សភាគច្រើនអត់ហ៊ានគិតអត់ហ៊ានធ្វើអ្វីដែលថ្មីនោះទេព្រោះគេគិតថាប្រសិនបើគេគិតគេធ្វើគេនឹងក្លាយទៅជាមនុស្សដែលខុសគេសូមចងចាំថាការដែលអានសៀវភៅ100ក្បាលវាមិនស្មើនឹងការដើរអង្កេតអ្វីថ្មី100គីឡូម៉ែត្រឡើយ5ម្ចាស់នឹងទេសកលចិត្តមនុស្សប្រកបទៅដោយគតិបណ្ឌិតគេនឹងធ្វើជាម្ចាស់នៃការគិតរបស់គេចំណែកឯមនុស្សល្ងងវិញនឹងធ្វើជាទេសកលនៃចិត្តរបស់គាត់ជាពុំខានគ្មានអ្វីខ្លាំងជាងការគិតទេខួរក្បាលរបស់អ្នកជាទេសកលដ៏ស្មោះត្រង់បំផុតក្នុងលោកចូលកុំទុកខួរក្បាលរបស់អ្នកឲ្យប្រឆាំងជាមួយនឹងអ្នកត្រូវចេះប្រើខួរក្បាលដើម្បីធ្វើការឲ្យយើងវិញទើបមានប្រយោជន៍ដល់យើង6ឥរិយាបថទន់ភ្លន់បង្ហាញនូវភាពចេះដឹងឥរិយាបថទន់ភ្លន់ស្ងប់ត្រជាក់វាមិនបង្ហាញពីភាពខ្សោយរបស់យើងឡើយតែឥរិយាបថសន្តិភាពទន់ភ្លន់គ្រប់ពេលវេលាបង្ហាញថាអ្នកគឺជាមនុស្សដែលចេះដឹងវាមិនលំបាកទេដើម្បីធ្វើឲ្យឥរិយាបថរបស់អ្នកទន់ភ្លន់ឬស្ងប់ត្រជាក់នៅក្នុងស្ថានភាពដែលយើងចូលចិត្តផ្ទុយទៅវិញវាលំបាកណាស់នៅពេលដែលយើងកំពុងស្ថិតនៅក្នុងភាពច្របូកច្របល់ដូច្នេះការធ្វើការហ្វឹកហាត់ផ្លូវចិត្តឲ្យទន់ភ្លន់ស្ងប់ត្រជាក់អ្នកត្រូវធ្វើការងារមួយឲ្យខ្លាំងបំផុតជាលទ្ធផលអ្នកកាន់តែទទួលបាននូវភាពល្អប្រសើរ7មនុស្សច្រើនតែមានចិត្តតែមួយការងារជាក្រុមដែលអាចជោគជ័យទៅបានគឺជាក្រុមមនុស្សដែលមានច្រើនប៉ុន្តែមានចិត្តតែមួយសុភាសិតខ្មែរយើងក៏ពោលដែរថាសាមគ្គីរស់បែកបាក់សាមគ្គីស្លាប់បើយោងតាមប្រវត្តិសាស្ត្រខ្មែរជនជាតិខ្មែរគឺជាជនជាតិដែលពោរពេញទៅដោយភាពសាមគ្គីនិងសេចក្តីស្រឡាញ់រាប់អានដល់គ្នានឹងគ្នាដែលមានចម្លាក់រាប់សែនផ្ទាំងជាភស្តុតាងរហូតដល់មានពាក្យពោលតគ្នាថាស្ពានសម័យអង្គរទ្រាំមនុស្សគ្រប់ចំនួន8ភាពអរលន់តង់គឺនាំទៅរកភាពអស្ចារ្យដើមឈើដែលមានផ្លែផ្ការមែងទុនចុះក្រោមដូច្នេះប្រសិនបើអ្នកចង់ក្លាយជាមនុស្សដែលអស្ចារ្យអ្នកត្រូវចេះរៀនបន្ទន់ខ្លួនការគោរពមានន័យថាយើងចេះផ្ដល់តម្លៃឲ្យគេនៅពេលដែលយើងគោរពគេនឹងគោរពយើងវិញជាពុំខានជាសក្ខីភាពនៅពេលដែលយើងសំពះដាក់កញ្ចក់អ្នកនឹងឃើញមនុស្សម្នាក់គោរពសំពះមកកាន់អ្នកវិញជាពុំខាន9ពិចារណាមុនពេលធ្វើព្រះពុទ្ធត្រាស់សួរទៅកាន់រាហូដែលជាបុត្រនៃព្រះអង្គរាហូតើកូនស្គាល់កញ្ចក់ទេរាហូក៏ឆ្លើយថាខ្ញុំបកករណាស្គាល់ព្រះអង្គព្រះពុទ្ធក៏ត្រាស់សួរបន្តទៀតថាតើកញ្ចក់ប្រើសម្រាប់អ្វីរាហូក៏ឆ្លើយថាខ្ញុំបកករណាព្រះអង្គកញ្ចក់ប្រើសម្រាប់ឆ្លុះបញ្ចាំងមុខព្រះពុទ្ធក៏ត្រាស់សួរបន្តទៀតថាតើអ្វីទៅជាកញ្ចក់សម្រាប់ឆ្លុះចិត្តរាហូក៏ឆ្លើយថាខ្ញុំប្រកាសណាមិនដឹងទេព្រះអង្គព្រះពុទ្ធត្រាស់ថាគឺវាដូចនឹងកញ្ចក់ឆ្លុះមុខដែរគឺឆ្លុះដោយការពិចារណាម្ដងហើយម្ដងទៀតមុនពេលដែលយើងធ្វើរាល់សកម្មភាពមុនពេលដែលយើងនិយាយរាល់ពាក្យពេចន៍ឬនៅពេលដែលយើងគិតរាល់គំនិតព្រះសម្មាសម្ពុទ្ធក៏ត្រាស់បន្តទៀតថាពេលយើងធ្វើអ្វីមួយយើងគប្បីពិចារណាសិនថាតើមានប្រយោជន៍សម្រាប់ខ្លួនឯងសម្រាប់អ្នកដទៃឬផ្ដល់ផលវិបាកដល់ខ្លួនឬអ្នកដទៃយ៉ាងម៉េចខ្លះប្រសិនបើការឆ្លុះបញ្ចាំងឬពិចារណានោះបានប្រាប់អ្នកថាវាផ្ដល់ផលមិនល្អសម្រាប់អ្នកនិងអ្នកដទៃមិនត្រូវធ្វើវាឡើយប៉ុន្តែប្រសិនបើការឆ្លុះបញ្ចាំងឬពិចារណានោះផ្ដល់ផលល្អដល់ខ្លួនឯងនិងអ្នកដទៃចូលធ្វើវាភ្លាមដល់ធ្វើល្អឲ្យខ្លួនអ្នកជាមុនសិនជាដំបូងគប្បីសាងខ្លួនឲ្យល្អប្រសើរជាមុនសិនបន្ទាប់មកចាំទៅកសាងអ្នកដទៃព្រោះប្រសិនបើយើងជួយកសាងអ្នកដទៃចំណេះដឹងរបស់យើងមិនទូលំទូលាយប្រកាសជាមានបញ្ហាជាពុំខាន
នបុរាណលោកពោលថាវិជាសាំងជនសាំងជាតិប្រសិនបើយើងអត់វិជាទេមនុស្សប្រកាសជាមានបញ្ហាច្រើនណាស់ព្រោះវិជាជាប្រទីបសម្រាប់ដុតបំភ្លឺមនុស្សវាមិនខុសពីរថយន្តដែលកំពុងបើកបរនាពេលយប់ហើយឥតមានភ្លើងនិងបុកបង្កូលភ្លើងក៏ដូច្នោះដែរប៉ុន្តែប្រសិនបើយើងចេះដឹងហើយមិនចែករំលែកដល់អ្នកដទៃការចេះដឹងរបស់យើងនោះពិតជាវិជាដែលឥតមានប្រយោជន៍និងមានប្រយោជន៍តិចតួចណាស់ចូលធ្វើឲ្យជីវិតរបស់យើងមានភាពលំបាកកាន់តែតិចតែយើងរស់ដើម្បីអ្វីទៅប្រសិនបើយើងមិនធ្វើឲ្យជីវិតរបស់យើងកាន់តែមានភាពលំបាកតិចទៅនោះអ្នកណាគេក៏ស្រឡាញ់ជីវិតខ្លួនឯងដែរប៉ុន្តែមនុស្សមួយចំនួនបានធ្វើផ្ទុយពីអ្វីដែលពួកគេបាននិយាយទៅវិញគេតែងតែនិយាយថាខ្ញុំស្រឡាញ់ជីវិតខ្ញុំណាស់ប៉ុន្តែពួកគេតែងតែបង្ករឿងសម្រាប់ខ្លួនឯងនិងសង្គមជាតិបង្ករឿងរ៉ាវទាំងនោះឈ្មោះថាការធ្វើទណ្ឌកម្មសម្រាប់ខ្លួនឯងនិងការធ្វើបាបខ្លួនឯង11ហេតុផលដែលធ្វើឲ្យមនុស្សមានភាពផ្សេងគ្នាហេតុផលទី1មនុស្សធ្វើល្អដើម្បីខ្លួនឯងប៉ុន្តែមិនធ្វើល្អសម្រាប់អ្នកដទៃហេតុផលទី2មនុស្សធ្វើល្អសម្រាប់អ្នកដទៃក៏ប៉ុន្តែមិនធ្វើល្អសម្រាប់ខ្លួនឯងហេតុផលទី3មនុស្សមិនធ្វើល្អសម្រាប់ខ្លួនឯងផងនិងមិនសម្រាប់អ្នកដទៃផងហេតុផលទី4មនុស្សដែលធ្វើល្អចំពោះខ្លួនឯងផងនិងសម្រាប់អ្នកដទៃផងសូម្បីតែព្រះពុទ្ធក៏ព្រះអង្គត្រាស់សរសើរដែរថាការឲ្យប្រសើរជាងការទទួលមនុស្សភាគច្រើនគិតតែទទួលពីអ្នកដទៃប៉ុន្តែមិនដែលគិតឲ្យអ្នកដទៃនោះទេមនុស្សដែលធ្វើល្អចំពោះខ្លួនឯងផងចំពោះអ្នកដទៃផងគឺជាមនុស្សដែលល្អបំផុត12ចូលពិចារណាថាអ្នកត្រូវឬខុសសូមកុំគិតថាអ្នកត្រូវតែមួយយ៉ាងក៏ប៉ុន្តែចូលពិចារណាថាតើអ្នកជាមនុស្សដែលត្រូវឬខុសសូមមេត្តាកុំគិតថាអ្វីដែលអាក្រក់គឺជារបស់គេនិងគិតថាអ្វីដែលល្អគឺជារបស់អញសោះព្រោះការគិតបែបនោះនាំឲ្យមានការបែកបាក់ហើយការបែកបាក់នេះហើយដែលជាហេតុនាំមកនូវភាពអន្តរាយដូច្នេះក៏បីឈរនៅលើគោលនយោបាយថាតើខ្ញុំជាមនុស្សត្រូវឬខុស13អ្វីទៅជាអាកំបាំងនៃសេចក្តីសុខអាកំបាំងនៃសេចក្តីសុខគឺវាមិនស្ថិតនៅលើការធ្វើអ្វីដែលខ្លួនចូលចិត្តនោះទេប៉ុន្តែចូលចិត្តអ្វីដែលខ្លួនកំពុងតែធ្វើអ្វីដែលខ្លួនចូលចិត្តគឺវាមិនជ្រៅដោយធ្វើអ្វីដែលយើងកំពុងធ្វើនោះទេជាការពិតណាស់សេចក្តីសុខកើតឡើងនៅពេលដែលយើងចូលចិត្តនៅអ្វីដែលយើងកំពុងតែធ្វើតែបើយើងគ្រាន់តែធ្វើតាមការចូលចិត្តរបស់យើងវិញគឺជាការពិតណាស់ហាប់ហឹងសូម្បីតែព្រះពុទ្ធក៏ព្រះអង្គសម្ដែងផងដែរថាការស្រឡាញ់ការពេញចិត្តនៅអ្វីដែលខ្លួនមានគឺជាសេចក្តីសុខដល់ឧត្តមឧត្តម14អ្នកមិនអាចស្វែងរកពេលវេលាបានទេតែអ្នកអាចសាងវាបានគឺមិនដែលរកពេលវេលាដើម្បីធ្វើអ្វីមួយនោះទេប្រសិនបើគេចង់ធ្វើគេនឹងសាងវាភ្លាម24ម៉ោងមានសម្រាប់មនុស្សគ្រប់គ្នាដូច្នេះយើងមិនចាំបាច់ស្វែងរកពេលវេលាទៀតទេយើងត្រូវតែចេះសាងអ្វីដោយប្រើពាក្យថាចាប់ផ្ដើមពីពេលនេះ15ធ្វើរឿងតែមួយក្នុងពេលតែមួយវិធីដ៏ល្អពិតប្រាកដដើម្បីធ្វើការងារជាច្រើនគឺធ្វើរឿងតែមួយក្នុងពេលតែមួយចូលដាក់ការងារទាំងឡាយឲ្យទៅតាមអត្ថភាពនៃការងារទាំងនោះការងារដែលសំខាន់បំផុតត្រូវចាប់ផ្ដើមវាភ្លាមការងារដែលសំខាន់បន្ទាប់ចូលធ្វើវាជាបន្ទាប់ឯការងារដែលមិនសូវសំខាន់ទុកវាមួយដល់ឡៃសិននៅពេលដែលយើងធ្វើការងារដែលសំខាន់បំផុតនោះបើទោះបីជាវាលំបាកយ៉ាងណាក៏ត្រូវអត់ធ្មត់ជាទីបំផុតទើបជោគជ័យ16មនុស្សឆាប់ខឹងមិនអាចឃើញអ្វីដែលត្រឹមត្រូវបានឡើយពេលមនុស្សមានចិត្តខឹងគេបើកមាត់តែផ្នែករបស់គេបានបិទដោយស្វ័យប្រវត្តិពេលចិត្តមានកំហឹងគឺពេលចិត្តមិនមានហេតុផលពេលចិត្តមិនមានហេតុផលធ្វើអ្វីក៏មិនបានល្អដែរតាមពិតទៅអ្នកណាក៏មានចិត្តក្រៀវក្រោធដែរក៏ប៉ុន្តែមនុស្សឆ្លាតគឺគេចេះទាញសេចក្តីក្រៀវក្រោធនោះឲ្យវិលត្រឡប់មកភាពត្រជាក់ស្ងប់បានធម្មតាវិញ17គ្រោះថ្នាក់នៃការប្រងើយកន្តើយនៅទង្វើអាក្រក់របស់មនុស្សពិភពលោកយើងនេះគ្រោះថ្នាក់ណាស់ភាពគ្រោះថ្នាក់ដែលកើតឡើងមិនមែនដោយសារមនុស្សជាអ្នកធ្វើអាក្រក់នោះទេប៉ុន្តែដោយសារតែការប្រងើយកន្តើយនិងការអនុញ្ញាតឲ្យវាកើតឡើងមនុស្សអាក្រក់ចិត្តតែមានឱកាសធ្វើរឿងអាក្រក់ឬរឿងអាក្រក់ចិត្តតែកើតឡើងដោយសារតែមនុស្សល្អមិនព្រមធ្វើរឿងល្អតតែសោះចេះតែអង្គុយនៅស្ងៀមដូច្នេះសូមចាប់ផ្ដើមធ្វើរឿងល្អចាប់ពីថ្ងៃនេះសម្រាប់ជីវិតថ្មីរបស់លោកអ្នក18អនុវត្តប្រសើរជាងទ្រឹស្ដីទម្ងន់នៃការអនុវត្តប្រសើរជាងទម្ងន់នៃការនិយាយតាមពិតទៅការនិយាយជារឿងសំខាន់ដែរក្នុងពិភពលោកយើងនេះបើយើងមិននិយាយរកគ្នាទេវាប្រកាសជាស្ងាត់ជ្រងំនិងគ្មានជាទីសប្បាយឡើយប៉ុន្តែការនិយាយត្រូវការទេបុរាណលោកពោលថាអ្នកស្គាល់ការទេគឺជាជនដែលឆ្នើមទម្ងន់នៃការនិយាយតែងតែចាញ់ទម្ងន់នៃការអនុវត្តចូលចាប់ផ្ដើមធ្វើរឿងថ្មីសម្រាប់ជីវិតគប្បីរៀនឲ្យតតែខ្លាយជាទម្លាប់និងធ្វើឲ្យវាស្ថិតនៅក្នុងចិត្តរបស់លោកអ្នកជានិច្ច19បរិភោគដោយសតិនៅពេលដែលអ្នកបរិភោគត្រូវបរិភោគដោយយឺតហើយស្ដាប់រាងកាយរបស់លោកអ្នកសូមទុកឲ្យក្រពះអ្នកប្រាប់ថាតើនៅពេលណាដែលអ្នកគួរឈប់ឬនៅពេលណាដែលអ្នកមិនទាន់ឈប់ឡើយចូលកុំធ្វើតាមផ្នែកនិងអណ្ដាតរបស់លោកអ្នកឯសោះសតិគឺជាការកំណត់ក្នុងគណៈពេលដែលយើងកំពុងធ្វើសតិសំខាន់ណាស់សម្រាប់ជីវិតនៅពេលដែលយើងកំពុងធ្វើរឿងអ្វីមួយបើយើងធ្វើដោយគ្មានសតិទេវាជាការធ្វើតែដោយមិនយកចិត្តទុកដាក់ពេញលេញក្នុងការងារនោះឡើយមួយវិញទៀតបើយើងធ្វើដោយគ្មានសតិបញ្ញាយើងក៏គ្មានដែរសំដូចបារាណលោកពោលថាមានសតិគឺមានបញ្ញាអត់សតិគឺអត់បញ្ញា20ទម្លាប់នៃការគេងទម្លាប់ប្រៀបបីដូចជាក្រែដ៏ស្រទន់ងាយស្រួលនឹងដាក់ខ្លួនចូលគេងហើយពិបាកងើបមែនតើជាដំបូងមនុស្សជាអ្នកបង្កើតទម្លាប់តែបន្ទាប់មកទម្លាប់ជាអ្នកបង្កើតអ្នកវិញចាប់ផ្ដើមចោះដៃធ្វើអ្វីដែលយើងចូលចិត្តឲ្យคล้ายទៅជាទម្លាប់ប្រៀបដូចជាទម្លាប់នៃការគេងសម្រាប់បងញញឹមទាំងអស់គ្នាកុំភ្លេច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗអាត្មាមានវីដេអូតាក់ទងជាមួយនឹងការលើកទឹកចិត្តជាមួយនឹងរបៀបនៃការគិតដូច្នេះកុំភ្លេច Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗចម្រើនពរលា